សួស្តីទាំងអស់គ្នាយើងត្រឡប់មកជួបគ្នាវិញទៀតហើយអញ្ចឹងអធិស្ឋានផងចេញមកវីដេអូឲ្យស្រាប់តែបាត់ឈឹងអស់រយៈពេលជាច្រើនខែផងដែរនោះក៏ដោយសារតែ channel របស់ admin នឹងគឺវាមានបញ្ហានៅជំហានទី3គឺផុសអត់កើតតែម្ដងតែវាគឺជាការពមៀនរបស់ YouTube នឹងឯងហើយ admin អត់អាចផុសកើតនោះទេផុសគឺអាចនឹងមានបញ្ហាបាត់ channel 0ឈឹងតែម្ដងអញ្ចឹងហើយ admin គឺមានតែរងចាំឲ្យវាដោះវិញនោះទេទើបអាចផុសវីដេអូបានតែជាក់ស្ដែងទៅគឺមិនតាន់ដល់ពេលដែលត្រូវដោះនោះទេតែអាចផុសបានតិចៗនឹងឯងដោយសារតែវាជាដល់ថ្ងៃដែលជាក់ស្ដែងវិញគឺនៅសល់ឡើងមួយអាទិត្យជាងឯណោះត្រង់តែវាដោះបានជោគជ័យអត់មានបញ្ហាទេតែដោយសារតែ admin គិតថាគ្នាយើងឯងនឹងចាំជូរជាខ្លាំងអញ្ចឹងហើយក៏ admin សុកចិត្តសម្រេចថាផុសតែម្ដងទៅមិនខ្វល់តែវាត្រូវខូចឬក៏អត់ទេ channel ហ្នឹងក៏ប៉ុន្តែ admin អាចធ្វើការផុសបន្តបានលុះត្រាតែ admin ធ្វើទៅកាន់ channel ថ្មីហ្នឹងឯងប៉ុន្តែដោយសារតែផុស channel ថ្មីអ្នកនរគ្នាអត់ដឹងគឺมันអាចទៅមើលភាពបន្តបានដដែលណាអញ្ចឹងហើយ admin សម្រេចថាផុសនៅក្នុងហ្នឹងហ្មងទៅខូចពេលណាឬក៏មានបញ្ហាពេលណាដែលมันអាចផុសបានតទៅទៀត admin នឹងធ្វើការបង្កើត channel ថ្មីមួយហើយផុសរឿងហ្នឹងចូលទៅក្នុង channel ថ្មីវិញប៉ុន្តែ admin នឹងប្រាប់គ្នាយើងនៅក្នុង channel នេះដើម្បីចូលទៅមើលបន្តក៏មានតែធ្វើអញ្ចឹងទេទើបអាចឲ្យអ្នកទាំងអស់គ្នាទៅមើលភាពបន្តបានដោយមិនចាំបាច់ដាច់ភាគហើយបើចូលដល់ channel ថ្មីហើយអ្នកនរគ្នាមិនបាច់ភ័យទេ admin ធ្វើការផុសក្នុង channel ថ្មីហ្នឹងដោយអត់ខ្វល់ខ្វាយខ្លាចវាខូចទេនិយាយទៅ channel admin ដែលបង្កើតថ្មីផុសរឿងផ្សេងៗហ្នឹងគឺជាប់តែបែបហ្នឹងរហូតតែម្ដងគឺ admin ពិបាកឈិតមែនតើមិនដឹងថាគួរធ្វើម៉េចនោះទេហើយ admin ក៏ជាបកស្រាយភាពអ្នកនរគ្នាទាំងនៅក្នុង channel ហ្នឹងក៏ដូចជានៅ channel ផ្សេងៗនៅក្នុងរឿងផ្សេងៗផងដែរក៏សង្ឃឹមតែអ្នកនរគ្នានឹងយល់ចំពោះចំណុចហ្នឹងផងហើយហ្នឹងឯងអ្នកនរគ្នាដើម្បីកុំឲ្យខាត់ពេលយូរតោះចូលទៅកាន់ការសម្ដែងរបស់យើងមកតែចាប់ដើមឡើងនៅក្នុងភាគទី7នេះដោយពួកគេទាំងពីរនេះរៀបតែនឹងចូលទៅក្នុងបន្ទប់កញ្ញាឈីលីងប្រាប់កៅយ៉ាងតាអាប៉ែវងស៊ឺកៃគេហាក់ដូចជាមានបញ្ហាប៉ុន្តែកៅយ៉ាងតបមកវិញថាវាហាក់ដូចជាគ្មានបញ្ហាអ្វីនោះទេតែឈីលីងក៏បកស្រាយប្រាប់គេថាកៅយ៉ាងគេក៏គិតថាវងស៊ឺកៃនឹងគឺធម្មតានោះទេប៉ុន្តែជាក់ស្ដែងទៅវងស៊ឺកៃគឺបានឃើញពួកគេទាំងពីរនេះមកបើកបន្ទប់នៅផ្ទះសំណាក់ដូច្នេះហើយដំណឹងមួយនេះវាច្បាស់ជាលេចលឺពេញសាលាជាមិនខានបើទោះបីជាពួកគេជាគូស្នេហ៍ខ្លាំងខ្លាក៏ដោយប៉ុន្តែត្រូវតែធ្វើឲ្យជាដូចគូស្នេហ៍គេទូទៅដែលសត្វស្រាលកាយយ៉ាងមិនតន់នឹងនិយាយអ្វីផងកញ្ញាឈីងលីងក៏បានចាប់ទៀងក៏អាវរបស់គេហើយក៏បានខំមាត់របស់កាយយ៉ាងយកតែម្ដងធ្វើឲ្យកាយយ៉ាងឡើងរឹងខ្លួនតែម្ដងចង់រើចេញប៉ុន្តែកញ្ញាឈីងលីងបានប្រាប់គេកុំឲ្យកម្រាស់អីក៏ព្រោះតែមានកាមេរ៉ាសុវត្ថិភាពកាយយ៉ាងគេក៏នៅតែតវ៉ាថានេះវាគឺជាស្នាមថាបដំបងរបស់គេឈីងលីងវិញក៏តបវិញថាវាក៏ជាស្នាមថាបលើដំបងរបស់នាងដូចគ្នាបន្ទាប់ពីចូលមកដល់ក្នុងបន្ទប់រីរ៉លហើយកាយយ៉ាងសួរឈីងលីងថាតើពួកគេធ្វើអ្វីបន្តឈីងលីងតបវិញថាធ្វើអ្វីដោយតែតំណែងប្រិយប្រពន្ធគេធ្វើនៅពេលយប់ទៅលើបែបហ្នឹងភ្លាមកាយយ៉ាងឡើងភ្ជាប់តែម្ដងកាយយ៉ាងក៏ឆាយទូរស័ព្ទរបស់គេភ្លាមឃើញលបងវងស៊ឺខៃនឹងសារមកគេឡើងមកកាប់ភ្លុះតែម្ដងក៏មិនចង់ខ្វល់អ្វីច្រើនទៀតដែរកាយយ៉ាងគេក៏បានសូត្រធរនឹងឯងដែលក្នុងនាមរបស់គេដែរជាសភាពបរោះការពិតដូចជាមិនពិតក៏ដូចជាពិតផងដែរធ្វើចិត្តឲ្យស្ងប់យកព្រះធរដាក់ក្នុងចិត្តសូត្រធរបានតែត្រឹមនេះកញ្ញាឈីលីងនាងក៏បានងុយទឹករីករាល់ចង់ពងដើរចេញពីបន្ទប់ទឹកសួរមកគេថាតើគេចង់ងុយទឹកដែរឬក៏អត់តែលបងកៅយ៉ាងគេឡើងឈាមច្រមុះតែម្ដងធ្វើឲ្យធរទាំងអបាមានរបស់គេដែលបានសូត្រពីពេលមុនត្រូវជាអាសាបងកញ្ញាឈីងលីងក៏ចូលមកចិត្តកៅយ៉ាងធ្វើឲ្យបេះដូងរបស់កៅយ៉ាងចាប់ផ្ដើមលូតញាប់ម្ដងទៀតគេគិតក្នុងចិត្តថាលើកនេះគេច្បាស់ជាមិនរួចខ្លួននោះទេពងក្រហមរបស់គេច្បាស់ជាត្រីឈីងលីងស៊ីជាមិនខានសួរមកកាន់ឈីងលីងថានាងចង់ធ្វើអ្វីចង់បំផ្លាញនៅការវឹកហាត់ផ្លូវចិត្តរបស់គេមិនដែរឬទេឬមកចង់បំផ្លាញព្រមចារារបស់គេឈីងលីងក៏បានតអ្វីផ្សេងដែរចាប់ចង្ការរបស់កៅយ៉ាងសួរមកកៅយ៉ាងថាតើគេមិនតន់យល់អំពីរឿងបែបនេះទេមែនទេឬទេព្រោះមើលពីអាការៈដ៏ឆ្កាំឆ្គងរបស់គេនោះទៅដោយមិនចង់អូកាឡាយូកញ្ញាឈីលីងក៏បានរំលឹកប្រាប់កាយយ៉ាងទៀតថាកុំឲ្យគេគិតពីជីវិតមុនរបស់គេអីសំខាន់បច្ចុប្បន្ននេះគេត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានជីវិតរស់ឈប់ខ្មាស់អៀនគ្រាន់តែរឿងបែបហ្នឹងទៀតទៅម្យ៉ាងវិញទៀតគេគឺធំធាត់ហើយក៏គួរតែដឹងនិងត្រូវស្វែងយល់អំពីរឿងទាំងនេះព្យាយាមសម្រាប់ខ្លួនទៅតាមកលៈទេសៈឲ្យបានទៅបើមិនដូច្នេះទេគឺច្បាស់ជានឹងត្រូវស្លាប់ជាមិនខានស្អីរឿងក៏បានកាត់មកដល់ពេលដែលពួកគេបានសម្រាកនៅលើក្រេតែពីរនាក់ហើយកាយយ៉ាងក៏បាននិយាយក្នុងចិត្តឲ្យយើងបានដឹងថាគេក៏មិននឹកស្មានថាខ្លួនគេបែរជាដេកនៅលើក្រេពីរនាក់កញ្ញាឈីងលីងទេនេះក៏ដើម្បីតែគេចពីពួកសត្វបិសាចក៏ដូចជាសត្វចម្លែកទាំងនោះអ្វីគ្រប់យ៉ាងការវិមន្តក៏ត្រូវបានផ្លាស់ប្ដូរម៉ោងរោនៅក្នុងទូរស័ព្ទវាក៏បានពន្លឺឡើងមកធ្វើឲ្យកាយយ៉ាងដឹងថាបេសកកម្មរបស់គេគឺដល់ពេលហើយអញ្ចឹងក៏បានដាស់កញ្ញាឈីងលីងក៏បានប្រាប់ថានាងក៏ភ្ញាក់ដែរអញ្ចឹងឲ្យត្រៀមខ្លួនទៅកាយយ៉ាងក៏បានប្រាប់មកកាន់
កញ្ញាឈីងលីងទៀតថាខ្យល់បត់1ម៉ែត្រឬ2ម៉ែត្រនៅក្នុង1នាទីមិនចាំយូរទៀតឈីងលីងក៏បានទាញយកនៅកំភ្លើង snap ទៅខាងក្រោមរួចហើយក៏បានហុចនៅក្រដាសទៅឲ្យកាយយ៉ាងមើលអំពីគោលដៅដែលត្រូវចាត់ការចឹងកាយយ៉ាងក៏បានដុតនៅក្រដាសនឹងចោលផងដែរបន្ទាប់ពីអាននៅសេចក្តីក្នុងក្រដាសនឹងរួចរាល់ហើយក៏និយាយនៅក្នុងចិត្តឲ្យយើងដឹងបន្ថែមទៀតថាប៉ូលីសហងគាត់ក៏មានវត្តមាននៅក្បែរប្រពន្ធរបស់គាត់ផងដែរនេះក៏ដើម្បីបញ្ជាក់ថាគាត់មិនបានរួមដៃដើម្បីសម្រាប់ប្រពន្ធរបស់គាត់ដែលគាត់សង្ស័យថាជាពពួកសត្វបិសាចគាត់គឺធ្វើបែបនេះក៏ហាក់ដូចជាខ្ចីកំបិតសម្រាប់មនុស្សអញ្ចឹងកាយយ៉ាងគេក៏បានសួរមកកាន់កញ្ញាឈីងលីងបន្ថែមថាបើសិនជាប៉ូលីសហងដឹងថាប្រពន្ធរបស់គាត់គឺជាសត្វបិសាចហើយហេតុអ្វីបានជាបញ្ឆិតការពីមុនទៅឈីងលីងក៏បញ្យល់ប្រាប់គេថានេះក៏ដោយសារតែគាត់គិតថាប្រពន្ធរបស់គាត់ដែលជាបិសាចសត្វចម្លែកអីហ្នឹងគឺបានសង្ស័យអំពីសមាជិករបស់គាត់ដែលបានរាប់ជានៅទេកសលទើបគាត់សម្រេចចិត្តកំចាត់ប្រពន្ធរបស់គាត់នៅពេលនេះលើការបោះស្រាយរបស់ឈីងលីងបែបនេះកាយយ៉ាងក៏កើតដូចគ្នាទៀតថាដើម្បីតែរស់នៅនិងគេចផុតពីពពួកសត្វបិសាចទាំងអស់ហ្នឹងទោះបីជាត្រូវសម្លាប់អ្នកចិត្តដិតដែលត្រូវជាសត្វចម្លែកក៏ដោយឈីងលីងប្រាប់កាយយ៉ាងទៀតថាពិភពលោកមួយនេះគឺមិនបានអនុញ្ញាតឲ្យពួកយើងមានមនោសញ្ចេតនាជាមួយនឹងពពួកសត្វចម្លែកទាំងអស់ហ្នឹងនោះទេមិនចង់បងឯងបងអង្គពេលយូរទៀតកញ្ញាឈីងលីងក៏បានរាប់ពី3ដល់1រួចហើយក៏បានកេះកាច់កំភ្លើងបាញ់ចម្រងទៅកាន់គោលដៅប៉ុន្តែភ្លាមនឹងអត្តនាវងស៊ឺខៃក៏បានសម្រុតខ្លួនដោយខ្សែពីខាងលើរងនៅក្រៅកំភ្លើងរបស់ឈីងលីងត្រូវចង្កេះបាត់បង់នៅស្មារតីមួយរំពេចកាយយ៉ាងគេក៏បញ្ញាប់ទាញអាប៉ែវងស៊ឺខៃនឹងចូលមកខាងក្នុងបន្ទប់ហើយសាច់រឿងនេះភាគទី7វិញក៏ត្រូវបានបញ្ចប់នៅត្រឹមហ្នឹងចាប់ដើមឡើងនៅក្នុងភាគទី8នេះគេក៏បាននិយាយថយក្រោយនៅពេលដែលវងស៊ឺខៃបានបើកបន្ទប់នៅពីលើបន្ទប់របស់កាយយ៉ាងនិងឈីងលីងដែលហេតុថាចង់ដឹងរឿងគេនឹងឯងនៅក្នុងបន្ទប់អាប៉ែវងស៊ឺខៃនឹងក៏ពិតជាមានកំហឹងខឹងទៅកាន់កាយយ៉ាងជាខ្លាំងដែលលួចមកសងំសុកជាមួយនឹងឈីងលីងតែពីរនាក់បើជាទុកឲ្យគេកំព្រីកណ្ដោយកណ្ដែងតែឯងតែគេក៏បានចាប់អារម្មណ៍ថានៅបន្ទប់ក្រោមបន្ទប់របស់គេនេះគេហាក់ដូចជាអត់មានសំឡេងអ្វីសោះតែគេក៏បានគិតម្ដងទៀតនឹងបានយល់ថាបន្ទប់ទាំងអស់នៅលើអគារនេះគឺបានបិទបាំងសំឡេងយ៉ាងជិតឈឹងបន្ទាប់ពីគិតតែម្នាក់ឯងវិលចុះឡើងញ៉ៃពេញនឹងអាប៉ែវងស៊ឺខៃនឹងក៏សម្រេចចិត្តចងខ្សែនៅក្នុងបន្ទប់របស់គេរួចហើយក៏សម្រុតខ្លួនចុះមកខាងក្រោមលបមើលអ្នកទាំងពីរនៅខាងក្រៅតែចៃដន្យគេក៏បានរអិលជើងធ្លាក់មកភ្លាមនឹងរងគ្រប់កំភ្លើងរបស់ឈីងលីងចំពេញនៅនឹងកន្លែងតែម្ដងកាត់ចូលមកកាន់បច្ចុប្បន្ននេះវិញកញ្ញាឈីងលីងក៏បានស្ទង់ដង្ហើមរបស់គេនឹងបានដឹងថាគេបែរជានៅមានដង្ហើមក៏ព្រោះតែរបួសរបស់គេនេះក៏ពិតជាធ្ងន់ខ្លាំងណាស់អញ្ចឹងមិនចាំយូរកញ្ញាឈីងលីងក៏បានបញ្ចេញកូនកំបិតរបស់នាងត្រៀមនឹងបញ្ចប់ជីវិតរបស់វងស៊ឺខៃក៏ព្រោះតែនាងបានគិតថាវងស៊ឺខៃម្នាក់នេះគឺច្បាស់ជាសត្វចម្លែកឈិនជាមិនខាតតែក៏ត្រូវបានកាយយ៉ាងរៀមព្យាយាមបដិសេធថាគេមិនមែនជាសត្វចម្លែកឈិននោះទេប្រាប់កញ្ញាឈីងលីងបន្ថែមទៀតថាពួកគេទាំងពីរនេះក៏គួរតែព្យាបាលរបួសទៅឲ្យវងស៊ឺខៃម្នាក់នេះទៅឃើញកាយយ៉ាងនិយាយការពារវងស៊ឺខៃបែបនេះកញ្ញាឈីងលីងក៏បុចក៏អាវរបស់គេនឹងបានស្ដីបន្ទោសឲ្យគេប្រាប់គេថាចុះប្រសិនបើគេគឺពិតជាសត្វចម្លែកឈិនពិតមែនហើយគេមុននឹងស្លាប់គេព្យាយាមសម្លាប់ពួកយើងទាំងពីរនាក់វិញតើយ៉ាងម៉េចជំរឿតែមួយគោលរបស់ពួកគេគឺត្រូវតែសម្លាប់វងស៊ឺខៃនេះមុនពេលដែលគេដឹងខ្លួនមកវិញហើយសម្លាប់ពួកគេទាំងពីរនាក់ប្រកល់នៅកូនកំបិតទៅឲ្យកាយយ៉ាងប្រាប់ឲ្យកាយយ៉ាងជាអ្នកចាត់ការដោយខ្លួនឯងទៅកាយយ៉ាងទទួលកំបិតពីកញ្ញាឈីងលីងហើយក៏បានសេចក្ដីគិតមួយសន្ទុះអញ្ចឹងកញ្ញាឈីងលីងក៏បានប្រាប់គេជាចុងក្រោយថាឲ្យគេនឹងចាត់ការរឿងនេះជាលើកចុងក្រោយទៅដើម្បីបំភ្លេចចោលទៅនឹងអតីតកាលរបស់គេកាលពីមុនដូច្នេះកាយយ៉ាងគេក៏បាននឹកគិតពីរឿងអតីតកាលរបស់គេក៏ដូចជាអនុស្សាវរីយ៍ផ្សេងនឹងបានថែមទាំងគិតឲ្យយើងបានដឹងបន្ថែមទៀតថាមិត្តភក្តិគ្រួសារមនុស្សជិតស្និទ្ធទាំងអស់កាលពីអតីតកាលពួកគេគឺត្រូវបានស្លាប់និងសម្លាប់ទៅដោយពពួកសត្វបិសាចទាំងអស់ហើយដូច្នេះគេគឺមិនសល់អ្វីទៀតទេអំពីរឿងអតីតកាលតែពេលបច្ចុប្បន្នរបស់គេរឿងតែមួយគត់ដែលគេត្រូវធ្វើគឺត្រូវបញ្ចប់រឿងនេះឲ្យបានលឿនកាន់នៅកូនកំបិតនឹងយ៉ាងជាប់ធ្វើការចាក់ទៅកាន់វងស៊ឺខៃប៉ុន្តែភ្លាមនឹងក៏សត្វតែអដំណើរផ្លេតតែម្ដងក៏ព្រោះតែមានមនុស្សគួរទ្វាររបស់ពួកគេដោយសារតែបែបនេះពួកគេក៏បានផ្អាកនៅសកម្មភាពសិនដើរទៅមើលនៅខាងក្នុងមាត់ទ្វារក៏បានឃើញថានោះគឺជាអាកាម៉ាប់នៅក្រៅដែលជាអ្នកទទួលភ្ញៀវនៅក្នុងផ្ទះសំណាក់ប្រូកាម៉ាប់ម្នាក់នឹងក៏បានប្រាប់អ្នកទាំងពីរថាឲ្យផ្ញើបាក់ទ្វារភ្លាមទៅខ្លួនគេក៏ជាអ្នកដាស់ភ្នាក់នៅសមត្ថភាពផងដែរគេប្រាប់មកកាន់ពីរអ្នកនៅខាងក្នុងបន្ថែមទៀតថាគេក៏បានឃើញនៅអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅខាងក្នុងហើយដោយបែបនេះកាយយ៉ាងក៏បានងាកមកសួរកញ្ញាឈីងលីងថាគួរទុកចិត្តម្នាក់នឹងដែរឬក៏អត់ឈីងលីងក៏ប្រាប់ទៅគេវិញថាបើសិនជាកាម៉ាប់ម្នាក់នឹងគឺជាបិសាចសត្វចម្លែកគេនឹងស្ទុះសម្រុកចូលមកជាមិនខានមិនគិតច្រើន
ទៀតក៏បានបើកទ្វារឲ្យប្រូក្រាមនឹងចូលមកខាងក្នុងប្រូក្រាមចូលមកដល់ខាងក្នុងភ្លាមអត់គិតអីច្រើនទេក៏បានមកជិតខ្លួនបានរបស់វងស៊ឺខៃបញ្ចេញនៅថាមពលធ្វើការព្យាបាលរបួសឲ្យវងស៊ឺខៃព្យាបាលទៅឲ្យវងស៊ឺខៃបណ្ដាប្រូក្រាមនឹងក៏បាននិយាយសប្បាយចិត្តបន្តិចផងដែរថាគេទីបំផុតរកឃើញអ្នកដែលបានរាប់ជាអតិកសលដូចជាខ្លួនហើយគេក៏បានប្រាប់មកកាន់កាយយ៉ាងនឹងឈិញលីងថាគេឈ្មោះផានស៊ឺជីនឬអាចហៅឈ្មោះក្រៅរបស់គេផានជីនសមត្ថភាពទេកសលរបស់គេគឺជាការព្យាបាលលេខ45គេណែនាំខ្លួនរួចហើយកាយយ៉ាងក៏បានសួរមកគេថាតើគេបានដឹងអំពីអ្វីដែលបានកើតឡើងនៅក្នុងបន្ទប់នេះដោយរបៀបណាគេក៏បានបកស្រាយប្រាប់អ្នកទាំងពីរឲ្យដឹងថាគេក៏អាចដឹងបានក៏ព្រោះតែគេគឺបានដាក់នៅកាមេរ៉ាសមត្ថភាពដើម្បីតាមដានមនុស្សនៅក្នុងបន្ទប់ផ្ទះសំណាក់របស់គេគោលបំណងរបស់គេធ្វើបែបនេះគឺដើម្បីតាមដាននៅពពួកសត្វបិសាចទាំងអស់នឹងតែប៉ុណ្ណោះបន្ទាប់ពីគេបកស្រាយប្រាប់អ្នកទាំងពីររួចរាល់អស់ហើយកញ្ញាឈីងលីនឹងក៏បានយកដៃរបស់នាងភ្ជុងកគេនិយាយជាមួយនឹងគេថាបើសិនជាគេបានដឹងថាវងស៊ឺខៃគឺជាបិសាចសត្វចម្លែកហើយតើហេតុអ្វីបានជាគេនៅតែជួយសង្គ្រោះវងស៊ឺខៃទៀតប្រូក្រាមម្នាក់នឹងក៏បានឈាមបកស្រាយប្រាប់កញ្ញាឈីងលីងភ្លាមថាបើសិនជាវងស៊ឺខៃនេះស្លាប់នៅក្នុងសតាគាររបស់គេច្បាស់ជាមានរឿងធំជាមិនខានហើយគេនេះគឺប្រហែលជាសត្វចម្លែកឈិនម្យ៉ាងវិញទៀតនៅពេលដែលគេដឹងខ្លួនគេនឹងបាត់បង់ការចងចាំទាំងអស់ឈីងលីងនាងគឺមិនចង់ខ្វល់ចាស់នោះទេនាងក៏បាននិយាយពួកគេដឹងថាបើគេពិតជាសត្វចម្លែកឈិនពិតមែននាងនឹងសម្លាប់គេតែក៏នៅតែត្រូវបានកាយយ៉ាងព្យាយាមខត់នាងប្រាប់នាងថាឲ្យផាន់ជីនព្យាបាលវងស៊ឺខៃទៅឃើញគេអញ្ចឹងឈីងលីងក៏សួរមកគេវិញថាតើគេចិត្តទន់មែនឬទេនៅគិតថាម្នាក់នេះគឺជាមិត្តភក្តិរបស់គេទៀតឬទោះជាឈីងលីងនាងនិយាយបែបនេះក៏ដោយក៏កាយយ៉ាងនៅតែព្យាយាមបញ្ចូលប្រាប់នាងថាបើសិនជាវងស៊ឺខៃស្លាប់នៅទីនេះពួកគេមិនរួចខ្លួននោះទេតែនាងនៅតែបដិសេធទៅនឹងការបញ្ចូលរបស់កាយយ៉ាងប្រាប់កាយយ៉ាងទៀតថាបើទោះបីជាម្នាក់នេះគេស្លាប់នៅទីនេះនាងក៏មានវិធីនៅក្នុងការសម្អាតនៅសាកសពផងដែរផ្ទុយទៅវិញបើសិនជាបន្សល់ទុកនៅសត្វបិសាចមួយនេះនៅថ្ងៃនេះច្បាស់ជាមានគ្រោះថ្នាក់ដែលមើលមិនឃើញនៅខាងមុខជាមិនខានមិនចង់និយាយច្រើនទៀតក៏បានស្ទុះទៅចាស់សម្លាប់វងស៊ឺខៃជាលើកចុងក្រោយតែកាយយ៉ាងក៏បានស្ទុះមករៀបរៀងនាងទាន់នឹងបានប្រាប់ឲ្យផាន់ជីនព្យាបាលរបួសវងស៊ឺខៃទៅឲ្យគេជាទប់ទល់ជាមួយនឹងនាងឃើញគេបែបនេះកញ្ញាឈីងលីងក៏បានប្រាប់ឲ្យកាយយ៉ាងថាបើចាំបាច់នាងក៏នឹងសម្លាប់គេដូចគ្នាទប់ជាមួយនឹងឈីងលីងមិនដាកាយយ៉ាងក៏បានបកស្រាយប្រាប់ឈីងលីងទៀតថាគេគឺទើបតែគិតឃើញនៅរឿងមួយមុនពេលដែលពួកសត្វបិសាចទាំងអស់នេះត្រូវបានមនសិការបិសាចគ្រប់គ្រងតើទំនាក់ទំនងរបស់ពួកគេជាមួយនឹងពួកយើងទៅជាបែបណាហើយជាការពិតដែរឬក៏អត់ប្រសិនបើវាគឺជាការពិតវិញពួកគេគឺជាសាច់ញាតិរបស់យើងក៏ជាមិត្តភក្តិដ៏ល្អរបស់យើងមុនពេលដែលមនសិការសត្វបិសាចរបស់ពួកគេទៅគ្រប់គ្រងដូច្នេះហើយវងស៊ឺខៃម្នាក់នេះគេគឺនៅតែត្រូវជាមិត្តភក្តិរបស់ខ្ញុំអញ្ចឹងមិនចង់ស្ដាប់ការបកស្រាយរបស់កាយយ៉ាងបន្ថែមចឹងកញ្ញាឈីងលីងក៏បានរុញគេឲ្យទៅបុកផ្ទប់ជាមួយនឹងជញ្ជាំងរួចហើយក៏ស្ទុះចូលទៅចាក់សម្លាប់ប្រហើយវងស៊ឺខៃជាលើកចុងក្រោយទន្ទឹមជាមួយនឹងគ្នាផងដែរនឹងក៏ស្រាប់តែមានលោកយាយចាស់ម្នាក់បានមកគូទ្វារបើកបន្ទប់របស់ពួកគេធ្វើឲ្យពួកគេឡើងភាំងមួយកន្លែងតែម្ដងលោកយាយចាស់ម្នាក់នឹងក៏បាននិយាយបែបធម្មតាថាបន្ទប់406គឺមិនទាន់បានពិនិត្យនោះទេឃើញដូច្នេះបែបផាន់ជុនក៏បានប្រាប់គាត់វិញថាគាត់យល់ច្រឡំហើយទន្ទឹមនឹងនេះ system ក៏បានប្រាប់កាយយ៉ាងថាឱកាសពិសេសបានមកដល់ហើយឱកាសដែលនឹងត្រូវទទួលបាននៅបន្ទុកសំណាងចំនួន60ឃើញ system ប្រាប់គេបែបនេះធ្វើគេឆ្ងល់ជាខ្លាំងអញ្ចឹង system របស់កាយយ៉ាងក៏នៅតែបន្តប្រាប់គេទៀតថាប្រព័ន្ធនឹងបង្កើនអត្ថប្រយោជន៍សំណាងទៅតាមកម្រិតនៃហានិភ័យនីមួយៗបន្ទាប់ពីស្វែងយល់ពីការបញ្ជាក់របស់ system រួចហើយកាយយ៉ាងគឺក៏សើតែភ្ញាក់ព្រឺតែម្ដងក៏ពូតែហានិភ័យគឺបានកើតឡើងជាយាមស្រ័យប្រាប់អ្នកទាំងពីរឲ្យប្រយ័ត្នខ្លួនតែវាយឺតពេលបាត់ទៅហើយគាត់ក៏បានធ្វើការវិប្រហារមកកាន់ឈីងលីងនិងផាន់ជីនរួចក៏បានប្រែទៅជារូបរាងដើមដែលជាបិសាចសត្វចម្លែកនិងនិយាយទាំងសប្បាយចិត្តថានៅទីបំផុតខ្ញុំរកពួកឯងឃើញហើយមនុស្សដែលបានដាស់ភ្ញាក់នៅទេកសលចំនួន3នាក់ពួកឯងនឹងត្រូវតែជាចំណីរបស់ខ្ញុំតែម្នាក់កូដចំពោះឈីងលីងវិញនាងគឺមានការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះតែបិសាចសត្វចម្លែកនៅលើកនេះគឺវាខ្លាំងក្លាជាងពេលមុនដែលនាងបានជួបទៅទៀតព្យាយាមប្រាប់ផាន់ជីនរួមជាមួយនឹងកាយយ៉ាងឲ្យព្យាយាមរត់ចាក់ចេញពីទីនេះភ្លាមតែទៅឲ្យនាងជាអ្នកតបតល់ហើយចំពោះសាច់រឿងនៃភាគទី8នេះក៏ត្រូវបានបញ្ចប់នៅត្រឹមហ្នឹងចាប់ផ្ដើមឡើងនៅក្នុងភាគទី9នេះជាមួយនឹងឈីងលីងព្យាយាមធ្វើការទប់ទល់នឹងប្រយុទ្ធជាមួយនឹងបិសាចសត្វចម្លែកយ៉ាងលំបាកលំបិនរួចហើយក៏មានឱកាសលោតទៅចាក់វាផងដែរប៉ុន្តែបានត្រូវមកចាក់ចូលសាច់មិនធ្វើវាឈឺចាប់អីបន្តិចសោះវាក៏សើឈីងលីងផងដែរថានាងគឺជាមនុស្សដែលមានធម៌ពលខ្លាំងប៉ុន្តែវាគួរឲ្យសោកស្ដាយខ្លាំងណាស់គឺមិនគ្រប់គ្រាន់នោះទេម្យ៉ាងវិញទៀតវាក៏បានលេងឆ្អែតរួចហើយដែរអញ្ចឹងវាក៏បានធ្វើការវិប្រហាពេញមួយទំហឹងទៅកាន់ឈីងលីងឲ្យខ្ទាតទៅយ៉ាង
ឆ្ងាយត្រូវរបួសយ៉ាងខ្លាំងជ្រុះដៅចេញពីដៃថែមទៀតធ្វើឲ្យអ្នកទាំងពីរកាយយ៉ាងនិងផាន់ជីនមានការបារម្ភជាមួយនាងជាខ្លាំងជីងលីនាងគឺព្យាយាមក្រោកឡើងយ៉ាងលំបាកលំបិនហើយកន្លែងនឹងប្លង់ស្អាតចោមយៈហើយកាយយ៉ាងគេគឺពិតជាមានការបារម្ភជាមួយនឹងនាងជាខ្លាំងហើយនាងក៏បានស្រែកប្រាប់កាយយ៉ាងព្រមជាមួយនឹងផាន់ជីនឲ្យស្វែងរកនៅអាកាសដើម្បីរត់គេចភ្លាមទៅទុកនាងនៅទីនេះហើយឲ្យនាងពិតជាពេលតែក៏ត្រូវបានបិសាចសត្វចម្លែកមួយនឹងនិយាយកាត់មកកាន់ពួកគេថាពួកឯងចង់រត់មែនទេគ្មានផ្លូវនោះទេព្រោះពួកឯងគឺសឹងតែជាចំណៃរបស់ខ្ញុំរួចក៏បើកការវិបរាទៅកាន់ឈីងលីងបន្តទៀតប៉ុន្តែក៏ត្រូវបានកាយយ៉ាងព្យាយាមបំលាស់ទីយ៉ាងលឿនទៅរុញនាងចេញគេចពីការវិបរារបស់បិសាចសត្វចម្លែកបានមួយគ្រាទៀតកាយយ៉ាងគេក៏ព្យាយាមគិតរកវិធីផងដែរនឹងគិតថាគេពិតជាត្រូវស្លាប់ដោយបែបនេះមែនដែរឬទេគិតចោលគិតឡើងគេក៏បាននឹកឃើញរឿងមួយអញ្ចឹងក៏បានទាញនៅកណាត់ដ៏ធំមួយលោតទៅគ្របក្បាលរបស់បិសាចសត្វចម្លែកឡើងជីពីលើវាហើយអោបវាយ៉ាងជាប់នឹងបានស្រែកប្រាប់ផានជីនឲ្យបញ្ញាប់តែព្យាបាលឈីងលីងភ្លាមទៅបើមិនដូច្នេះនោះទេគឺគ្មាននរណាម្នាក់អាចរត់រួចខ្លួនបាននោះឡើយតែផានជីនក៏បានតបមកគេវិញថាខ្លួនគេផ្ទាល់នេះគឺមិនអាចទៅដល់កន្លែងរបស់ឈីងលីងនោះទេកាយយ៉ាងគេពន្យាពេលបានជូរនោះទេក៏ត្រូវបានបិសាចសត្វចម្លែកនឹងដោះខ្លួនជាប់នឹងក្រវែងឲ្យកាយយ៉ាងទៅបុកផ្ទុកជាមួយជញ្ជាំងពេញមកទំហឹងការដែលកាយយ៉ាងពន្យាពេលនឹងធ្វើបែបនេះមកលើវាធ្វើឲ្យបិសាចសត្វចម្លែកនឹងកាន់តែមានកំហឹងជាខ្លាំងស្ទូចូលទៅយ៉ាងលឿនប្រជារបស់វាដើម្បីមានបំណងចង់ជន់សម្លាប់ទៅកាន់ឈីងលីងឯប្រកមាប់ដែលជាផានជីនវិញគឺតស្លុតនេះខ្លាំងមិនអាចធ្វើអ្វីបាននោះទេនៅសល់តែកាយយ៉ាងម្នាក់ដែលនៅមានស្មារតីរឹងមាំព្យាយាមរិះរកវិធីនឹងបានសង្កេតឃើញនៅខ្សែភ្លើងដែលកំពុងតែពោពេញទៅដោយចរន្តអគ្គិសនីស្រែកប្រាប់ផានជីនឲ្យស្វែងរកនៅដាវរបស់ឈីងលីងភ្លាមទៅឲ្យបោះមកឲ្យគេអញ្ចឹងផានជីនគេក៏បានកលេចឃើញលំមបោះដាវនោះទៅឲ្យកាយយ៉ាងហើយកាយយ៉ាងបន្តពីទទួលបានដាវគេក៏បានស្រុកចូលជាមួយលបឿនដ៏លឿនរបស់គេទៅចាក់លើជើងរបស់បិសាចសត្វចម្លែកនឹងដែលកំពុងតែជន់មកលើឈីងលីងព្យាយាមប្រើប្រាស់នៅខ្សែភ្លើងដែលគេបានកាន់មកជាមួយនឹងមកដាក់ភ្ជាប់ជាមួយនឹងកាំបិតមួយនឹងដើម្បីឆក់សម្លាប់បិសាចសត្វចម្លែកប៉ុន្តែវាគឺមិនដល់ទេដោយសារតែបែបនេះហើយក៏បានធ្វើឲ្យបិសាចសត្វចម្លែកមួយនឹងវាកាន់តែមានកំហឹងជាមួយនឹងកាយយ៉ាងខ្លាំងមកតង់ទៀតហើយវាក៏និយាយទៀតថាអើលឥតចង្រៃឯងគឺបំផ្លាញរឿងល្អរបស់ខ្ញុំម្ដងទៀតហើយអញ្ចឹងខ្ញុំនឹងស៊ីឯងមុនគេទាំងអស់និយាយរួចហើយវាក៏បានប្រើប្រាស់ដៃរបស់វាខ្ញាំយ៉ាងខ្លាំងស្ទើរតែបាត់ទៅហើយបំណងចង់ទាញកាយយ៉ាងនឹងដាក់បញ្ចូលមាត់តែក៏ត្រូវបានឈីងលីងដែលនៅសល់កម្លាំងចុងក្រោយប្រើប្រាស់នៅធម្មពលវេទមន្តរបស់នាងបញ្ជានៅកំបិតឲ្យចេញពីខាងលើលំហមកចាក់នៅខ្លួនប្រាណរបស់បិសាចសត្វចម្លែកនឹងធ្វើឲ្យវាឈឺចាប់ជាខ្លាំងលែងចាងស៊ឺចេញពីដៃធ្វើឲ្យចាងស៊ឺរួចខ្លួនមិនទោះបីជាបែបនេះក៏ដោយប៉ុន្តែដៃរបស់ចាងស៊ឺគឺស្ទើរតែបាក់ទៅហើយម្នាក់គឺពិតជាអស់កម្លាំងជាខ្លាំងហើយក៏បានធ្វើឲ្យពួកគេគ្រប់គ្នានៅទីនេះគឺពិតជាអស់សង្ឃឹមជាខ្លាំងផងដែរចំពោះបិសាចសត្វចម្លែកវិញវាគឺសប្បាយចិត្តជាខ្លាំងប្រាប់មកការអ្នកទាំង3ថាឲ្យពួកគេនឹងគឺបោះបង់នៅការខិតខំប្រឹងប្រែងរបស់គេទៅទទួលយកនៅជោគពិស្នារបស់ពួកគេងាកមកខាងចាងស៊ឺគេគិតផងដែរថាតើគេពិតជាត្រូវស្លាប់ដោយបែបនេះមិនដែរឬទេកំឡុងពេលជាមួយនឹងគ្នាផងដែរនឹងទាំងតែការអស់សង្ឃឹមគ្មានច្រកចេញសំបីតែបន្តិច System របស់កាយយ៉ាងវិញក៏បានប្រាប់កាយយ៉ាងឲ្យដឹងថាពេលនេះវាគឺប្រមូលបាននៅបន្ទុកសំណាងបន្ថែមទៀតចំនួន40ទៅហើយដែលបុកសរុបវាគឺទទួលបាន80បន្ទុកនៃបន្ទុកសំណាង System ក៏បានប្រាប់កាយយ៉ាងចុងក្រោយថាតើគេត្រូវចំណាយ80បន្ទុកដែលទទួលបាននឹងទៅលើការដោះសោបន្ទះដែកដែលបានលាក់បាំងដែរឬក៏អត់ដោយសារតែវាមិនមែនពេលច្រើនទៀតនោះទេហើយក៏គ្មានជម្រើសផ្សេងទៀតដែរកាយយ៉ាងគេក៏បានប្រចិត្តឲ្យ System ធ្វើការចំណាយ80នៃបន្ទុកសំណាងដើម្បីដោះសោបន្ទះដែកអាត់កំបាំងតែយើងមិនទាន់ដឹងថានឹងមានរឿងអ្វីកើតឡើងទៀតផងហើយតើការដែលអាចដោះសោនៅបន្ទះដែកអាត់កំបាំងដែល System បានបញ្ជាក់ប្រាប់កាយយ៉ាងនឹងវាមានឥទ្ធិពលឲ្យទប់ទល់ជាមួយនឹងបិសាចសត្វចម្លែកនឹងបានដែរឬក៏អត់ផងសាច់រឿងនៃភាគទី9ក៏ត្រូវបានបញ្ចប់នៅត្រឹមហ្នឹងជាចុងក្រោយក៏អត់មានអីនិយាយច្រើនទៀតដែរក្រៅពីអរគុណអ្នកទាំងអស់គ្នាដែលនៅតែគាំទ្រ admin និងអាចយល់ពីបញ្ហារបស់ admin ជាចុងក្រោយក៏សង្ឃឹមទាំងអស់គ្នាកុំភ្លេចជួយ like ក្នុងវីដេអូហ្នឹងម្នាក់មួយផងហើយក៏កុំភ្លេចជួយ comment នៅខាងក្រោមវីដេអូរបស់ admin ផងឲ្យច្រើន comment អីក៏បានដែរ admin នឹង reply គ្រប់ comment អញ្ចឹងអ្វីដែលចង់និយាយក៏មានតែប៉ុណ្្នឹងដែរបាយបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាគបន្តទៀត